នេះគឺជា mode pack មួយនៅក្នុង Minecraft ដែលមានឈ្មោះថា This is Craft mode pack នេះបំលែងពិភពលោក Minecraft ឲ្យទៅជាពិភព Zombie Apocalypse ដែលពោរពេញទៅដោយគ្រោះថ្នាក់និងការរស់រានមានជីវិតនៅក្នុង This is Craft អ្នកលេងត្រូវតែប្រយុទ្ធជាមួយ Zombie ជាច្រើនប្រភេទដូចជា Zombie ដើរយឺតៗ Zombie រត់លឿននិង Zombie ដែលខ្លាំងពិបាកសម្លាប់ក្រៅពីនេះអ្នកក៏អាចរកអាវុធច្រើនប្រភេទដូចជាកាំភ្លើង Rafale Shotgun និង Sniper ដើម្បីការពារខ្លួនក្នុងពិភពនេះអ្នកត្រូវស្វែងរកអាហារទឹកនិងសម្ភារៈផ្សេងៗដើម្បីរស់រានមានជីវិតអ្នកអាចទៅរកឬក៏ explore នៅក្នុងទីក្រុងមន្ទីរពេទ្យឬបន្ទាយទាហានចាស់ៗដែលគេបោះបង់ចោលការរស់រានមានជីវិតនៅក្នុងពិភពដែលពោរពេញទៅដោយ zombie ហើយសាងសង់បេះដើម្បីការពារខ្លួនពីការវាយប្រហាររបស់ zombie សរុបមក This is Craft គឺជា mode ដែលធ្វើឲ្យ Minecraft មានអារម្មណ៍ដូចជា zombie survival ពិតៗហើយវាផ្ដល់បទពិសោធន៍ថ្មីៗដែលគួរឲ្យរំភើបសម្រាប់អ្នកលេងបន្ទាប់ពីរស់នៅទីក្រុងនេះមួយរយៈខ្ញុំក៏ចាប់ផ្ដើមដឹងថាទីក្រុងនេះមិនមានសុវត្ថិភាពទៀតទេសម្រាប់ខ្ញុំ zombie កាន់តែច្រើនឡើងហើយរាត្រីនីមួយៗពួកវាបានចូលវាយប្រហារខ្ញុំកាន់តែខ្លាំងឡើងអាហាររបស់ខ្ញុំនិងសម្ភារៈរបស់ខ្ញុំក៏ចាប់ផ្ដើមអស់ដូច្នេះខ្ញុំក៏បានសម្រេចចិត្តដ៏ពិបាកមួយគឺបោះបង់ទីក្រុងនេះចោលមុននឹងចាក់ចេញខ្ញុំបានប្រមូលសម្ភារៈដែលសំខាន់ៗដូចជាអាវុធអាហារទឹកនិងគ្រាប់កាំភ្លើងមុនចាក់ចេញខ្ញុំមើលជុំវិញទីក្រុងនេះម្ដងទៀតព្រោះទីនេះធ្លាប់តែជាទីកន្លែងដែលខ្ញុំនៅសប្បាយឥឡូវនេះមកប្រែក្លាយជាទីកន្លែងដែលគ្រោះថ្នាក់ពោរពេញទៅដោយស៊ូមីបន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមធ្វើដំណើរចេញពីទីក្រុងដើម្បីស្វែងរកកន្លែងដែលថ្មីនិងមានសុវត្ថិភាពជាងមុនប្រហែលជាព្រៃភ្នំឬភូមិឆ្ងាយដែលស៊ូមីមិនសូវច្រើននៅទីនោះខ្ញុំអាចសង់បេះថ្មីបង្កើតការការពារនិងបន្តការរស់រានក្នុងពិភពដែលពោរពេញទៅដោយគ្រោះថ្នាក់មួយនេះដំណើរនេះខ្ញុំគិតថាវាមិនងាយទេប៉ុន្តែខ្ញុំត្រូវតែទៅដើម្បីរស់រានបន្តខ្ញុំត្រូវតែទៅមុខហើយស្វែងរកកន្លែងថ្មីដែលអាចក្លាយជាផ្ទះរបស់ខ្ញុំបានបន្ទាប់មកខ្ញុំក៏បានសម្រេចចិត្តថាខ្ញុំនឹងឡើងគោកដើម្បីរកអីវ៉ៃដើម្បីទៅរស់រានបន្តនិងចង់ដឹងថាតើនឹងមានកន្លែងណាដើម្បីយើងអាចស្នាក់នៅបានបន្ទាប់ពីដើរមើលមួយសន្ទុះខ្ញុំគិតថាកន្លែងនេះពិតជាមិនសុវត្ថិភាពទេសម្រាប់ខ្ញុំអញ្ចឹងខ្ញុំក៏បានដូរទីតាំងពេលនេះទើបខ្ញុំនឹងថាបើសិនជាយើងរស់នៅភាគក្រុងពេកវាមិនសុវត្ថិភាពទេសម្រាប់យើងអញ្ចឹងខ្ញុំនឹងទៅរស់នៅឲ្យរៀងឆ្ងាយពីក្រុងបន្ទាប់មកខ្ញុំគិតថាកោះដែលនៅខាងមុខច្បាស់ជាសុវត្ថិភាពអញ្ចឹងខ្ញុំក៏បានទៅប៉ុន្តែវាក្តៅខ្លាំងមែនទែនអញ្ចឹងកន្លែងនេះគឺខ្ញុំមិនអាចរស់នៅបានទេអញ្ចឹងខ្ញុំនឹងធ្វើដំណើរចាកចេញពីកន្លែងនេះវិញពេលដែលមកដល់ម្ដុំចាងរនេះខ្ញុំគិតថាទីកន្លែងហ្នឹងច្បាស់ជាសុវត្ថិភាពសម្រាប់ដែលខ្ញុំគួររស់នៅហើយមើលទៅ
ខ្ញុំគិតថាខ្ញុំនឹងរក IT បន្តិចបន្តួចឬក៏ជីករ៉ែតិចតួចដើម្បីទុកប្រើប្រាស់នៅថ្ងៃក្រោយបន្ទាប់ពីរករ៉ែសុកខ្ញុំក៏បានរងាអញ្ចឹងខ្ញុំត្រូវតែទៅកន្លែងក្តៅដើម្បីកាត់បន្ថយការរងានេះបន្ទាប់ពីបានអាយធីមរៀងច្រើនហើយខ្ញុំក៏សម្រេចចិត្តថាខ្ញុំនឹងបដូរទីតាំងព្រោះតែទីតាំងនេះវាអាចនឹងក្តៅនៅពេលក្រោយអញ្ចឹងខ្ញុំនឹងដូរទីតាំងទៅកន្លែងណាដែលអាចត្រជាក់រហូតមុននេះបន្តិចខ្ញុំបានគិតថាខ្ញុំច្បាស់ជាបានរកឃើញកន្លែងហើយតែវាក្តៅហើយនឹងមានស៊ុំប៊ីច្រើនមែនទែនអញ្ចឹងខ្ញុំក៏រកកន្លែងជ្រកហើយនឹងដូរទីតាំងផ្សេងខ្ញុំគិតថាជីវិតខ្ញុំច្បាស់ជាអស់ត្រឹមនឹងហើយប៉ុន្តែខ្ញុំសំណាងដែរកំពុងតែក្តៅសុកប៊ីសនឹងងាប់ហើយឈាមសល់តែពាក់កណ្ដាលវាមេឃស្រាប់តែវាភ្លៀងឥឡូវនេះខ្ញុំបានមកដល់ Spear Jungle ហើយកន្លែងនេះមើលទៅទំនងដែរតែវាយប់អញ្ចឹងពេលយប់គឺហានិភ័យមែនតើយើងអាចប្រឈមមុខជាមួយនឹង Zombie ហើយនឹង Monster ជាច្រើនខ្សែជីវិតខ្ញុំមើលទៅវេទនាមែនទែនកំពុងតែរត់គេចពី Zombie ហើយមេឃក៏ចាប់ដើមចុះត្រជាក់ទៀតទីបំផុតខ្ញុំបានរត់ចូលក្នុងផ្ទះមួយហើយផ្ទះនេះពិតជាសំណាងមែនទែនខ្ញុំអាចរកបានកាំភ្លើង Shotgun នៅក្នុងហឹបបន្ទាប់ពីបានកំភ្លើងខ្ញុំក៏បានសម្រេចចិត្តថាខ្ញុំនឹងដេករងចាំមេឃភ្លឺព្រោះតែខ្ញុំមានកំភ្លើងហើយស្អែកខ្ញុំនឹងទៅ explore នៅក្នុងទីក្រុងឬក៏ផ្ទះអ្នកភូមិបន្ទាប់ពីដេកបានមួយយប់ខ្ញុំក៏សម្រេចចិត្តថាខ្ញុំច្បាស់ជានៅទីកន្លែងនេះព្រោះតែទីកន្លែងនេះមើលទៅដូចជាសុវត្ថិភាពតែខ្ញុំមិនទាន់បានសម្រេចចិត្តថាខ្ញុំនឹងនៅ 100% ទេអញ្ចឹងខ្ញុំនឹងទៅ explore បើសិនជាខ្ញុំស្លាប់ឬក៏ខ្ញុំអីខ្ញុំនឹងអាចនឹងមកនេះវិញកលេចទៅមើលទឹកដៃ shotgun ខ្ញុំក៏មិនអន់ដែរបាញ់ zombie 2ដោយការភ្ញាក់តាមមើលទៅទីកន្លែងនេះពិតជាគ្រោះថ្នាក់មែនទែនអញ្ចឹងខ្ញុំមិនគួរប្រហែសទេខ្ញុំក៏បានបិទដីឲ្យជិតរួចជីកតាមដីឬទៅនៅកន្លែងផ្សេងមើលទៅខ្ញុំអាចនៅបានប្រហែលថ្ងៃបើសិនជា zombie ខ្លាំងទៅពីមួយថ្ងៃទៅមួយថ្ងៃបែបហ្នឹងអញ្ចឹងខ្ញុំត្រូវតែបន្តរស់រាន
បន្ទាប់ពីពុះពៀឧបសគ្គជាច្រើនមកខ្ញុំក៏បានរកឃើញកន្លែងមួយហើយកន្លែងនេះខ្ញុំគិតថាវាសុវត្ថិភាពមែនតើអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាសាងសង់បេះនៅទីនេះតែនៅថ្ងៃមុខខ្ញុំមិនដឹងថាខ្ញុំនឹងជួបរឿងអ្វីទៀតទេបើអ្នកទាំងអស់គ្នាចង់ដឹងថាខ្ញុំជួបរឿងអ្វីទៀតនៅថ្ងៃមុខកុំភ្លេចតាមដានដល់ចប់ហើយកុំភ្លេចជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើតលេខទៅមើលមិនក៏ចិត្តយប់ដែរហើយអញ្ចឹងខ្ញុំគ្រាន់តែធ្វើផ្ទះដើម្បីនៅបណ្ដោះអាសន្នទេខ្ញុំមិនទាន់ធ្វើកន្លែងធ្វើអីដើម្បីផលិតឬក៏កន្លែងដែលសម្រាប់រស់នៅឲ្យស្អាតមែនតែនមានសួនមានអីទេខ្ញុំគ្រាន់តែធ្វើសម្រាប់បានមករស់ទេអញ្ចឹងបើចង់ដឹងថាខ្ញុំជីវិតខ្ញុំទៅជាយ៉ាងណាកុំភ្លេចតាមដានបន្ទាប់ពីសង់ផ្ទះទូចល្មមនៅហើយខ្ញុំក៏គិតថាខ្ញុំនឹងរៀបចំ item ដើម្បីទៅ explore រកអីវ៉ាន់មកដាក់ផ្ទះបន្តិចបន្តួចពេលដែលរៀបចំទុកដាក់ item នឹងធ្វើផ្ទះរួចខ្ញុំគិតថាខ្ញុំនឹងទៅ explore នៅក្នុងទីក្រុងដើម្បីរកគ្រាប់បន្ថែមនិងដើម្បីការពារខ្លួនផងពេលដែលកម្ចាត់ zombie អស់ខ្ញុំពិតជាសំណាងមែនតើបាន item និងគ្រាប់កំភ្លើងច្រើនមែនតើកន្លែងនេះខ្ញុំពិតជាប្រហែសមែនតើដោយសារតែខ្ញុំចុច F1 ខ្ញុំមិនដឹងថាខ្ញុំកំពុងតែរងាទេអញ្ចឹងខ្ញុំក៏បានស្លាប់នៅកន្លែងនេះនៅរាល់ការធ្វើដំណើររបស់ខ្ញុំក្នុងពិភពលោក zombie នេះខ្ញុំបានព្យាយាមរស់រានយ៉ាងខ្លាំងខ្ញុំបានរកអាវុធរកអាហារហើយប្រមូល item សំខាន់ជាច្រើនតែពេលខ្លះនៅក្នុងពិភពលោកដ៏គ្រោះថ្នាក់នេះកំហុសតូចមួយក៏អាចធ្វើឲ្យបាត់បង់អ្វីៗបានដោយតែអ្នកនរគ្នាបានដឹងខ្ញុំបានធ្វើកំហុសតូចមួយតែខ្ញុំបានស្ដាយក្រោយជាខ្លាំងដែល item ខំរកត្រូវបានបាត់បង់ក្នុងពេលមួយរំពេចភ្នែកមើលទៅវាហាក់ដូចជាការបាត់បង់ដ៏ធំមួយរបស់ខ្ញុំហើយអារម្មណ៍វាធ្វើឲ្យខ្ញុំសោកស្ដាយណាស់ប៉ុន្តែនេះគឺជាពិភពដែលពោរពេញទៅដោយគ្រោះថ្នាក់ក្នុងការបរាជ័យម្ដងមានន័យថាអ្វីគឺមិនចប់ទេដូច្នេះខ្ញុំនឹងចាប់ផ្ដើមម្ដងទៀតខ្ញុំនឹងរក item ថ្មីស្វែងរកកន្លែងថ្មីហើយបន្តរស់រានក្នុងពិភពនេះទោះបីជាខ្ញុំបាត់បង់អ្វីៗអស់ការតស៊ូរបស់ខ្ញុំនៅតែបន្តក្នុងពិភព DC Scout ដែលពោរពេញទៅដោយ zombie មួយនេះបើអ្នកនរគ្នាចង់ឲ្យខ្ញុំធ្វើវីដេអូបន្តសូមកុំភ្លេចជួយ follow និង subscribe ឬក៏ចុច like ដើម្បីកុំឲ្យខកខាននៅភាគក្រោយហើយយើងនឹងជួបគ្នាវិញក្នុងការផ្សងព្រេងបន្ទាប់នៅភាគក្រោយ
ការខំប្រឹងនេះបានបង្រៀនខ្ញុំថាក្នុងពិភពលោកដែលពោពេញទៅដោយស៊ុំប៊ីការបោះបង់មិនមែនជាវិធីដ៏ល្អទេបើអ្នកដួលថ្ងៃនេះមិនមានន័យថាអ្នកចាញ់ទេវាមានន័យថាអ្នកត្រូវតែក្រោកឈរឡើងនៅថ្ងៃស្អែកក្នុងពិភពអាផូកាលីបដែលអ្នករស់រានមិនមែនអ្នកខ្លាំងបំផុតទេប៉ុន្តែអ្នកដែលមិនបោះបង់ទើបជាអ្នកខ្លាំងបំផុតរាល់វីដេអូរបស់ខ្ញុំដែលអ្នកនរគ្នាមើលដាច់ឬក៏កន្លែងណាល្អកន្លែងណាមិនល្អក្នុងវីដេអូនីមួយៗនោះខ្ញុំធ្វើការកាត់និងធ្វើការមើលជាច្រើនដងមែនទែនដើម្បីឲ្យវាល្អឬក៏ quality វាល្អអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ support ឬក៏គាំទ្រខ្ញុំមិនបាច់ជូនជាលុយជាកាក់ខ្ញុំមិនត្រូវការទេគ្រាន់តែអ្នកនរគ្នាមើលវីដេអូខ្ញុំនឹងចុច like ឬក៏ comment ថាគាំទ្រខ្ញុំនឹងអស់ចិត្តហើយពេលដែលខ្ញុំឃើញអ្នកមើលឬអ្នក comment គាំទ្រវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាពេលវេលាដែលខ្ញុំចំណាយទៅលើការកាត់វីដេអូមិនខាតបង់ទេសម្រាប់ខ្ញុំវាធ្វើឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតដូច្នេះបើអ្នកទាំងអស់គ្នាចូលចិត្តវីដេអូបែបនេះសូមជួយគាំទ្រនិង follow ខ្ញុំឲ្យបានច្រើនការគាំទ្រតូចៗរបស់អ្នកទាំងអស់គ្នាដូចជាការ like follow ឬ subscribe គឺជាកម្លាំងចិត្តដ៏ធំសម្រាប់ខ្ញុំក្នុងការធ្វើវីដេអូបន្តទៅមុខអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូនិងគាំទ្រខ្ញុំនឹងព្យាយាមធ្វើវីដេអូឲ្យបានល្អនៅក្នុងភាគបន្ទាប់មុនពេលដែលខ្ញុំចាក់ចេញពីទីក្រុងនេះខ្ញុំឈរទៅមើលវាស្ងៀមមួយផ្លែតទីក្រុងនេះមិនមែនជាទីកន្លែងសម្រាប់ហ្គេមតែមួយមុខទេសម្រាប់ខ្ញុំវាគឺជាទីកន្លែងដែលខ្ញុំធ្លាប់រស់រាននៅទីនេះខ្ញុំបានចាប់ផ្ដើមដំណើររបស់ខ្ញុំតាំងពីថ្ងៃដំបូងរបស់ខ្ញុំមកម្លេះខ្ញុំបានចាំថាថ្ងៃដំបូងដែលខ្ញុំមកដល់ទីនេះខ្ញុំគ្រាន់តែមានអាវុធតិចនិងអាហារបន្តិចបន្តួចប៉ុណ្ណោះរាល់ថ្ងៃខ្ញុំត្រូវរត់គេចពីស៊ុំប៊ីតាមផ្លូវតាមអគារនិងតាមកន្លែងងងឹតមានពេលខ្លះខ្ញុំស្ទើរតែបាត់បង់ជីវិតនៅទីកន្លែងនេះប៉ុន្តែទីក្រុងនេះក៏ជាកន្លែងដែលបានផ្ដល់ឱកាសឲ្យខ្ញុំបន្តរស់រានរាល់ផ្លូវរាល់អគារនៅទីនេះមានអនុស្សាវរីយ៍ជាច្រើនខ្ញុំចង់ចាំថានៅអគារមួយខ្ញុំធ្លាប់រកបានអាវុធដំបូងដែលជួយឲ្យខ្ញុំការពារខ្លួននៅផ្លូវមួយទៀតខ្ញុំធ្លាប់រត់គេចពីស៊ុំប៊ីជាច្រើនរហូតស្ទើរតែមិនចង់រួចទោះបីជាទីនេះពោពេញទៅដោយគ្រោះថ្នាក់ក៏វានៅតែជាកន្លែងដែលខ្ញុំហៅថាផ្ទះប៉ុន្តែឥឡូវនេះអ្វីបានផ្លាស់ប្ដូរស៊ុំប៊ីកាន់តែច្រើនហើយទីក្រុងនេះក៏មិនមានសុវត្ថិភាពដូចមុនទៀតទេការស្នាក់នៅទីនេះបន្តនាំឲ្យខ្ញុំអាចនឹងបាត់បង់អ្វីទាំងអស់ដូច្នេះទោះបីជាខ្ញុំមិនចង់ចាក់ចេញក៏ដោយក៏ខ្ញុំត្រូវតែទៅមុខបន្តដើម្បីចាក់ចេញពីទីក្រុងនេះដើម្បីរកផ្លូវរស់ឲ្យខ្លួនឯងខ្ញុំមើលទៅទីក្រុងនេះជាលើកចុងក្រោយហើយក្នុងចិត្តខ្ញុំមានអារម្មណ៍ថាសោកស្ដាយយ៉ាងខ្លាំងព្រោះទីក្រុងនេះមិនត្រឹមតែជាទីក្រុងទេប៉ុន្តែវាជាទីកន្លែងដែលធ្លាប់ផ្ដល់ឲ្យខ្ញុំនូវអនុស្សាវរីយ៍ជាច្រើនប្រហែលថ្ងៃណាមួយខ្ញុំនឹងត្រឡប់មកវិញប៉ុន្តែសម្រាប់ពេលនេះខ្ញុំត្រូវចាក់ចេញពីទីនេះហើយបន្តដំណើរទៅរកកន្លែងដែលថ្មីក្នុងពិភពពោពេញទៅដោយស៊ុំប៊ីមួយនេះ